កម្ពុជានៅមានពេលចរចាបញ្ចុះអត្រាពន្ធកយ 49% ដែលលោកដូណាល់ត្រាំទើបប្រកាសអ្នកវិភាគសេដ្ឋកិច្ចមានសុទ្ធិដ្ឋិនិយមថាអត្រាពន្ធកយសម្រាប់ទំនិញពីកម្ពុជានាំចូលទៅសហរដ្ឋអាមេរិកអាចចុះទាបជាង 49% តាមរយៈកិច្ចចរចារវាងកម្ពុជានិងអាមេរិកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានកំណត់ពន្ធកយឆ្លើយតប Reciprocal Tariff សម្រាប់ទំនិញកម្ពុជានាំចូលទីផ្សារអាមេរិកក្នុងអត្រាជាមធ្យម 47% ខណៈទំនិញអាមេរិកនាំចូលមកកម្ពុជាជាប់ពន្ធដារមធ្យម 97% ទិន្នន័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាដែលកត់ត្រាដោយអគ្គនាយកដ្ឋានកុយនិងរដ្ឋកោកម្ពុជា GDCE បានបង្ហាញថាឆ្នាំ 2024 ការនាំចេញចូលទំនិញទ្វេភាគីកម្ពុជាអាមេរិកមានទឹកប្រាក់សរុប 10.18 ពាន់លានដុល្លារកើនឡើង 11.2% បើប្រៀបធៀបទៅនឹងឆ្នាំ 2023 ក្នុងចំនួននេះគឺកម្ពុជានាំទៅអាមេរិក 9.92 ពាន់លានដុល្លារកើនឡើង 11.4% ចំណែកឯទំនិញអាមេរិកនាំចូលមកមានចំនួន 264.15 លានដុល្លារកើនឡើង 2.7% សហរដ្ឋអាមេរិកគឺជាទីផ្សារទទួលទិញទំនិញពីកម្ពុជាច្រើនជាងគេដោយគ្រប់គ្រងចំណែកទីផ្សាររហូតទៅដល់ 37.9% តាមពីក្រោយដោយវៀតណាម 13.8%, ប្រទេសចិន 6.7% និងប្រទេសជប៉ុន 5.4% ភាគច្រើនលើសលប់នៃទំនិញកម្ពុជានាំទៅទីផ្សារអាមេរិកគឺជាផលិតផលសម្លៀកបំពាក់កាបូបធ្វើដំណើរនិងស្បែកជើងអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជាចិនលោកឡាវវិចិត្របានឲ្យដឹងថានៅព្រឹកថ្ងៃទី 3 ខែមេសានេះការកំណត់វិធានការពន្ធកយថ្មីរបស់រដ្ឋបាលអាមេរិកដែលដឹកនាំដោយលោកប្រធានាធិបតីដូណាល់ត្រាំនៅពេលនេះគឺធ្វើឡើងស្ទើរតែគ្រប់ប្រទេសដែលជាដៃគូពាណិជ្ជកម្មទាំងអស់របស់អាមេរិកការកំណត់អត្រាពន្ធកយថ្មីរបស់រដ្ឋាភិបាលអាមេរិកនាពេលនេះគឺធ្វើឡើងដោយផ្អែកភាគច្រើនទៅលើការកំណត់ពន្ធនាំចូលពីសំណាក់ប្រទេសដៃគូពាណិជ្ជកម្មអាមេរិកដែលកំពុងតែអនុវត្តនាពេលនេះលោកបានពន្យល់ថាសម្រាប់ប្រទេសកម្ពុជាបើតាមតារាង Reciprocal Tariff គឺកម្ពុជាយកពន្ធទំនិញអាមេរិកក្នុងអត្រា 97% ដូច្នេះអាមេរិកបានកំណត់យកពន្ធវិញ 49% ដែលស្មើនឹងប្រហែលពាក់កណ្ដាលនៃការកំណត់របស់កម្ពុជាដោយឡែកសម្រាប់ប្រទេសជិតខាងដូចជាវៀតណាមដែលយកពន្ធទំនិញអាមេរិក 90% អាមេរិកបានកំណត់អត្រាពន្ធថ្មីចំនួន 46% ថៃចំនួន 72% ការកំណត់ថ្មី 36% ឥណ្ឌូនេស៊ីយកពន្ធពីអាមេរិក 64% អាមេរិកយកវិញ 32% ម៉ាឡេស៊ី 47% អាមេរិកយកវិញ 24% លោកបានថ្លែងយ៉ាងដូចនេះថាការកំណត់វិធានការលើអត្រាពន្ធកយថ្មីពីសំណាក់រដ្ឋាភិបាលអាមេរិកចំពោះទំនិញនាំចូលពីបរទេសនាពេលនេះគឺការឆ្លើយតបនឹងការកំណត់ពន្ធរបស់ប្រទេសដៃគូពាណិជ្ជកម្មទាំងអស់ដែលបានដាក់ពន្ធទៅលើទំនិញនាំចូលពីអាមេរិកបើពិនិត្យទូទៅគឺអត្រាពន្ធដែលរដ្ឋាភិបាលអាមេរិកកំណត់យកពីប្រទេសដៃគូពាណិជ្ជកម្មនៅពេលនេះគឺស្មើនឹងពាក់កណ្ដាលនៃការយកពន្ធពីប្រទេសដៃគូតែប៉ុណ្ណោះបើតាមលោកវិចិត្រការកំណត់អត្រាពន្ធកយថ្មីពីសំណាក់រដ្ឋាភិបាលអាមេរិកគឺធ្វើឡើងនៅក្នុងគោលបំណងចម្បងដូចជាទី1ដើម្បីបង្រួញអោនភាពជញ្ជីងពាណិជ្ជកម្មរបស់អាមេរិកជាមួយនឹងប្រទេសដៃគូទាំងអស់ទី2លោកដូណាល់ត្រាំចង់លើកទឹកចិត្តនិងជំរុញឲ្យអ្នកវិនិយោគឲ្យទៅបើករោងចក្រឬក៏សហគ្រាសផ្ទាល់នៅអាមេរិកដើម្បីបង្កើតការងារឲ្យបានច្រើននៅទីនោះនិងទី3ការបន្ថយឥទ្ធិពលឬការចូលរួមនៅក្នុងក្រុមប្រទេស BRICS ដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌានិងចិនលោកបានឲ្យដឹងទៀតថាខ្ញុំគិតថាសម្រាប់ប្រទេសកម្ពុជាគឺអត្រាពន្ធកយថ្មីពីសំណាក់រដ្ឋាភិបាលអាមេរិកនឹងមិនមានផលប៉ះពាល់ច្រើនទេដោយយើងអាចមានការចរចាគ្នាបន្ថែមតាមរយៈការកាត់បន្ថយអត្រាពន្ធនាំចូលទំនិញពីអាមេរិកខណៈបច្ចុប្បន្នទឹកប្រាក់ដែលកម្ពុជាបានចំណាយទៅលើការនាំទំនិញចូលពីសហរដ្ឋអាមេរិកនៅមានកម្រិតតិចតួចនៅឡើយមួយវិញទៀតដោយសារតែកម្ពុជាគឺជាប្រទេសដែលប្រើប្រាស់រូបិយប័ណ្ណដុល្លាររបស់អាមេរិកដូច្នេះមាគ៌ាសម្រាប់ការចរចានៅតែមានច្រើនលោកបានលើកឡើងថាបើតាមព័ត៌មានដែលលោកទទួលបានគឺបន្ទាប់ពីការប្រកាសអត្រាពន្ធកយថ្មីនេះរដ្ឋាភិបាលអាមេរិកនឹងបន្តតាមដានពីការឆ្លើយតបពីសំណាក់រដ្ឋាភិបាលនៃប្រទេសនីមួយៗដូច្នេះលោកសង្ឃឹមថាអ្វីៗនឹងអាចមានភាពប្រសើរឡើងវិញនៅពេលខាងមុខដ៏ឆាប់ៗនេះសម្រាប់ការកំណត់របស់កម្ពុជាដែលយកពន្ធទំនិញនាំចូលពីសហរដ្ឋអាមេរិកខ្ពស់រហូតទៅដល់ជាមធ្យម 97% នោះគឺភាគច្រើនលើសលប់ជាលទ្ធផលរថយន្តដែលមានប្រភេទខ្លះមានអត្រាពន្ធកយលើសពី 100% ខណៈផលិតផលមួយចំនួនទៀតមានអត្រាពន្ធទាបទាក់ទងទៅនឹងការធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញរបស់កម្ពុជានាពេលនេះលោកវិចិត្របានប្រាប់ថាកំពុងតែមានភាពល្អប្រសើរប៉ុន្តែនៅត្រូវការពេលបន្ថែមទៀត